មនុស្សដែលមានតម្លៃគ្រប់គ្រងយើងច្រើនអញ្ចឹងមនុស្សដែលអត់តម្លៃយើង ignore គាត់ចោលទៅយើងកុំខ្វល់ពីគាត់សួស្តីបងប្អូនទាំងអស់គ្នាមកញ៉ាំល្ហុងមួយខ្ញុំល្ហុងនេះគឺជាល្ហុងធម្មជាតិដែលយើងដាំខ្លួនឯងនៅស្រុកហើយម៉ាក់ខ្ញុំគាត់ផ្ញើមកនិយាយទៅផ្អែមឆ្ងាញ់មែនទែនហ្មងហើយញ៉ាំល្ហុងនេះខ្ញុំក៏មានរឿងចង់និយាយផងដែរពាក់ព័ន្ធទៅនឹងកន្លែងធ្វើការអ្នកខ្លះគាត់ធ្វើការល្អហើយប៉ុន្តែគាត់អាចនឹងបាក់ទឹកចិត្តឬក៏គាត់ជួបរឿងអីមួយគាត់គិតថាគាត់ជួបឧបសគ្គឬក៏ជួបអីអញ្ចឹងទៅគាត់ខ្លាចទៅជាមនុស្សផ្សេងគាត់លែងប្រឹងប្រែងឬក៏លែងចង់ធ្វើការនឹងអីអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺជាសារលើកទឹកចិត្តដែរដែលគិតថាចង់ឲ្យខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាធ្វើការគឺយើងត្រូវតែធ្វើការឲ្យល្អរហូតតទៅព្រោះអាហ្នឹងគឺជាយើងនៅពេលដែលយើងធ្វើការល្អមិនមែនដូចថាពេលដែលយើងជួបឧបសគ្គហើយយើងទៅប្រែប្រួលឬក៏យើងឈប់ធ្វើល្អឬក៏យើងទៅធ្វើអាក្រក់តាមបុគ្គលមួយចំនួនដែលអាក្រក់នៅកន្លែងហ្នឹងឯងព្រោះអីនៅកន្លែងណាក៏វាមានមនុស្សល្អនិងមនុស្សអាក្រក់បើសិនជាយើងជួបរឿងបាក់ទឹកចិត្តអីមួយហើយយើងឈប់ធ្វើអំពើល្អឬក៏ឈប់ប្រឹងប្រែងធ្វើការឲ្យបានល្អអាហ្នឹងមិនមែនជាយើងទេមានន័យថាយើងមិនមែនជាមនុស្សដែលល្អពិតតាំងពីដើមព្រោះអីបើសិនជាមនុស្សដែលល្អមនុស្សដែលឧស្សាហ៍ព្យាយាមប្រឹងប្រែងធ្វើការឬក៏យើងធ្វើការងារល្អមិនថាយើងទៅដល់ទីណាមិនថាយើងជួបឧបសគ្គអីមិនថាយើងនៅក្នុងស្ថានភាពបែបណាការងារយើងគឺនៅតែល្អគ្រាន់តែថាពេលដែលយើងជួបបុគ្គលអាក្រក់ច្រើនដែលវាចាំបែកយើងអញ្ចឹងវាអាចនឹងធ្វើឲ្យយើងបាក់ទឹកចិត្តហើយអ្នកទាំងអស់គ្នាអាចបាក់ទឹកចិត្តបានតែកុំបាក់ទឹកចិត្តយូរយើងត្រូវឆាប់ជួសជុលឆាប់រក្សាផ្លូវចិត្តយើងឲ្យមកវិញហើយយើងបន្តធ្វើអំពើល្អនិងធ្វើការងារល្អរបស់យើងទៀតព្រោះឯបុគ្គលទាំងអស់ហ្នឹងយើងធ្វើល្អវាក៏អត់ពេញចិត្តយើងធ្វើមិនល្អវាកាន់តែរកកំហុសរបស់យើងឬក៏ជន់យើងបន្ថែមទៀតអញ្ចឹងណាហើយនៅណាក៏មានដែរបងប្អូនមនុស្សដែលមិនល្អគឺវានៅប្រដុំនៅហ្នឹងហើយបើថាវាមានគ្នាច្រើនវិញណានៅពេលដែលការងារអីដែលមានប្រយោជន៍ឬក៏រឿងអីដែលមានប្រយោជន៍អត់សូវមានការចូលរួមពីក្រុមមនុស្សបែបហ្នឹងទេប៉ុន្តែបើសិនជាយើងមានរឿងអីមួយគឺបុគ្គលទាំងអស់ហ្នឹងមានមុខមកវែកញែកប៉ុន្តែមុននឹងមកវែកញែករករឿងហ្នឹងក៏គេត្រូវគិតមើលដែរថាតើមានពាក់ព័ន្ធនឹងគេអត់បើសិនជានៅក្នុងចំណោមគេមានគ្នា 4-10 នាក់រឿងដែលមានបញ្ហាហ្នឹងណាពាក់ព័ន្ធនឹងមនុស្សគ្នាគេហ្នឹងណាក៏វានៅតែរករឿងដែរលើកលែងតែមានចំណែករបស់គាត់អត់រករឿងគឺព្យាយាមស្ងប់ស្ងាត់ប៉ុន្តែបើសិនជារឿងមួយដែលកើតឡើងមកហើយមិនពាក់ព័ន្ធនឹងគាត់ទៀតណាគឺគាត់នឹងចាប់ដើមចូលទៅបង្កើតឲ្យរឿងហ្នឹងទៅជារឿងធំអញ្ចឹងពេលខ្លះរឿងទាំងអស់ហ្នឹងហើយវាជាផលប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់យើងដែលយើងជាមនុស្សដែលយើងធ្វើការយើងខំប្រឹងប្រែងពេលខ្លះយើងអត់គិតថាលើសលួសឬក៏ច្រើនតិចជាងគ្នាអីគឺយើងខំប្រឹងប្រែងប៉ុន្តែនៅពេលដែលយើងជួបនឹងហេតុការណ៍បែបហ្នឹងដែលកើតឡើងដោយសារតែមនុស្សអាក្រក់មួយចំនួននៅកន្លែងធ្វើការហ្នឹងយើងក៏រៀងបាក់ទឹកចិត្តដែរសូម្បីតែខ្ញុំក៏ខ្ញុំធ្លាប់ជួបដែរនៅពេលដែលខ្ញុំជួបរឿងហ្នឹងម្ដងគឺខ្ញុំបាក់ទឹកចិត្តខ្ញុំលែងចង់ធ្វើការខ្ញុំលែងចង់ធ្វើឲ្យល្អខ្ញុំខ្ជិលខ្ញុំអីចឹងទៅប៉ុន្តែអារម្មណ៍បែបហ្នឹងគឺអត់យូរទេចំពោះខ្ញុំខ្ញុំមានតែរយៈពេលខ្លីទេគឺខ្ញុំត្រូវតែត្រឡប់មកវិញពីព្រោះអីនៅក្នុងអំឡុងពេលហ្នឹងនៅក្នុងកន្លែងហ្នឹងមានមនុស្សច្រើនទៀតដែលគេល្អគេស្រឡាញ់ចូលចិត្តយើងគេគ្រប់គ្រងយើងជួនកាលមានការគ្រប់គ្រងរហូតដល់ថ្នាក់ដឹកនាំឬក៏មេរបស់យើងទៀតតែគាត់មើលមកថាយើងជាមនុស្សល្អអញ្ចឹងហេតុអីបានយើងត្រូវទៅឈប់ធ្វើជាមនុស្សល្អឈប់ធ្វើការងារឲ្យបានល្អព្រោះតែមនុស្សដូចថាមនុស្សដែលអាក្រក់ឬក៏មនុស្សដែលគេហៅថាមិនកើតណាហេតុអីក៏យើងត្រូវទៅធ្វើខ្លួនឲ្យដូចពួកហ្នឹងទាំងដែលយើងមានមនុស្សជាច្រើនដែលគ្រប់គ្រងយើងសូម្បីតែថ្នាក់ដឹកនាំក៏គ្រប់គ្រងយើងមេយើងក៏គ្រប់គ្រងយើងអញ្ចឹងយើងគួរតែមើលឃើញថាមនុស្សដែលមានតម្លៃគ្រប់គ្រងយើងច្រើនអញ្ចឹងមនុស្សដែលអត់តម្លៃយើង ignore គាត់ចោលទៅយើងកុំខ្វល់ពីគាត់ហើយនៅណាក៏ដោយมันអាចមានសន្តិភាព 100% ទេពីពួកអីមនុស្សយើងមនុស្ស10 ចិត្ត 10ចំណុចហ្នឹងមួយយើងចង់បានអញ្ចឹងយើងចង់បានឲ្យជោគជ័យយើងចង់បានឲ្យល្អប៉ុន្តែនៅក្នុងពេលហ្នឹងជាមួយគ្នាវាមានមនុស្សដែលមិនចង់ឲ្យជោគជ័យមានមនុស្សដែលមិនចង់ឲ្យល្អទោះជាពេលដែលជោគជ័យទោះតែល្អទៅពួកគាត់នឹងបានផលប្រយោជន៍ដែរក៏ដោយក៏គាត់មិនចង់ដែរពីព្រោះអីការងារហ្នឹងវា responsible របស់យើងអញ្ចឹងគាត់អត់ចង់ឲ្យជោគជ័យទេទោះជាយើងធ្វើឲ្យបានជោគជ័យគាត់ចាំតែយកផលប្រយោជន៍ក៏គាត់អត់ចង់ដែរគាត់ចង់រករឿងចង់ឲ្យយើងហ្នឹងមានទុកលំបាកឲ្យយើងហ្នឹងបង្កើនការវេទនាទៅលើការងារហ្នឹងទៀតអញ្ចឹងនេះគ្រាន់តែជាសារមួយទេដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ត្រឡប់មកវិញនៅទង្វើរបស់យើងខ្លួនឯងថាតើយើងធ្វើការរាល់ថ្ងៃហ្នឹងយើងធ្វើបានល្អនៅហើយយើងជាមនុស្សល្អឬក៏ជាមនុស្សអាក្រក់យើងត្រូវបែងចែកខ្លួនឯងយើងឲ្យដឹងបើថាយើងជាមនុស្សល្អបើយើងបាក់ទឹកចិត្តយើងល្មមឈប់បាក់ទឹកចិត្តហើយយើងត្រឡប់មកធ្វើការឲ្យល្អដូចមុនយើងស្រឡាញ់មនុស្សដែលស្រឡាញ់យើងរាប់អានមនុស្សដែលរាប់អានយើងចំពោះមនុស្សដែលអាក្រក់មនុស្សដែលមិនចូលចិត្តយើងនៅណាក៏មានដែរអញ្ចឹង ignore វាចោលទៅ